បាទសួស្តីអញ្ចឹងខ្ញុំមានវីដេអូមួយពាក់ព័ន្ធជាមួយនឹងខ្ញុំបានលើកតម្លៃ condo នេះមួយគឺខ្ញុំឃើញគេគូល្អដែរបាទល្អមិនសឹងតែពេលខ្លះយើងអត់ធ្លាប់ធ្វើដែរដោយសារតែ project នេះមកពីខាងក្រៅអញ្ចឹងរបៀបគេធ្វើតារា condo គេធំចេះអញ្ចឹងវាមានវាច្បាស់ជាមានបន្ទប់ដែលមានរូបរាងដូចគ្នាអញ្ចឹងគេប្រើលើហ្នឹងគឺគេប្រើ notation បាទគេប្រើ notation ណាគឺគេអត់គូទាំងអស់ហើយក៏ប៉ុន្តែវាពិបាកនៅក្នុងការដែលអ្នកលើកតម្លៃព្រោះត្រូវមើលប្លង់នេះបន្តិចប្លង់នោះបន្តិចអញ្ចឹងណាអញ្ចឹងគេឲ្យយើងជា CAD មកបន្តិចក៏ប៉ុន្តែគេអត់ឲ្យយើងទាំងអស់ហើយអញ្ចឹងវីដេអូនេះខ្ញុំនិយាយទៅលើខាងផ្នែក architect មានន័យថាគេមាន unit បែបនេះអញ្ចឹង unit ត្រឹមប៉ុណ្ណេះគេចាត់ទុកវាជាមួយប្រភេទអញ្ចឹងគេយកវាមក detail នេះឃើញណាខ្ញុំមើលអញ្ចឹងយកមក detail ហ្នឹងគឺគេចាប់យកចំណុចអញ្ចឹងយើងទៅមើលលើ CAD មិញណាគេដាក់ថា 1G2 1G2 អញ្ចឹង 1G2 ហ្នឹងយើងទៅមើលលើប្លង់របស់គេនេះគេសរសេរ unit 1G2 ឃើញណាបាទអញ្ចឹងនៅពេលដែលគេសរសេរអញ្ចឹងយើងដូចគ្នាអញ្ចឹងយើងយកមកមើល zoom នៅកន្លែងនេះឃើញណាបាទអញ្ចឹងគេ detail ទៅលើមានព្រីនៅណាខ្លះណាព្រីនេះកម្ពស់3តឹកអីចឹងទៅអញ្ចឹងមានន័យថាគេទាញវាយកមួយមកzoom detail អញ្ចឹងវាមាន TV វាមានអីចឹងទៅណាហ្នឹងហើយអញ្ចឹងខ្ញុំឃើញថាប្លង់នេះគឺល្អក៏ប៉ុន្តែវាមិនល្អសម្រាប់នៅក្នុងការលើកតម្លៃទេក៏ប៉ុន្តែសម្រាប់អ្នកដែលគាត់ជា architect គឺធ្វើបែបនេះគឺល្អមែនទែនព្រោះគាត់អាចញែកការងារនេះបោះឲ្យ team ម្នាក់ធ្វើតាម unit រៀងខ្លួនក៏បានព្រោះថាពេលចុងក្រោយយកមកផ្គុំគ្នាដដែលទេអញ្ចឹងណាបាទអញ្ចឹងនៅក្នុងនេះគេ detail តាំងពីប្រភេទការ៉ូណាកម្ពស់ floor បាទការ៉ូប្រភេទអីអញ្ចឹងមកតមកមានព្រីប្រមាណ TV មានអីអញ្ចឹងទៅឃើញណាអញ្ចឹងគឺ detail បានល្អមែនទែនបាទអូខេអរគុណច្រើន